ពិតជាមោទនភាពមែនណាហាងនំប៉័ងនេះបង្កើតឡើងដោយស្នាដៃកូនខ្មែរដែលមានឈ្មោះថា Bread and Butter ហើយមានអតិថិជនចេញចូលច្រើនជាប្រចាំថ្ងៃហ្មងនិយាយទៅគឺទទួលបានភាពជោគជ័យមែនតើណាដែលត្រឹមតែរយៈពេល1ឆ្នាំជាងសោះពង្រីកខ្លួនរហូតបានដល់ទៅ2សាខាណាដែលហាងនំប៉័ងនេះដែរគឺផ្ដោតពិសេសតែម្ដងទៅលើគុណភាពនិងរសជាតិដោយសារតែនំទាំងអស់នេះគឺសុទ្ធតែធ្វើភ្លាមដុតភ្លាមហើយយកមកដាក់លក់ភ្លាមតែម្ដងធ្វើយ៉ាងណាភ្ញៀវដែលមកទិញហើយគឺចង់ត្រឡប់មកទិញម្ដងទៀតហើយនំប៉័ងគេនេះអូនិយាយពីថាមានច្រើនរសជាតិច្រើនជម្រើសសម្រាប់ឲ្យជ្រើសរើសមែនតែនបងប្អូនស្រឡាញ់មួយណាយកមួយនឹងបានហើយគេក៏មាននំប៉័ងពីរប្រភេទដែលជា signature ប្រចាំហាងដែរណាដែល top 1 ជាប្រភេទ walnut Mario និង top 2 ជាប្រភេទនំប៉័ងបាក់យ៉ងលាយជាមួយនឹងសណ្តែកក្រហមហើយបើនិយាយពីរសជាតិនំវិញគឺសាច់នំទន់ល្មួតស្រួលញ៉ាំណាស់និយាយទៅហាងនំប៉័ងនេះមិនមែនលក់តែនំប៉័ងមួយមុខទេថែមទាំងមានរបស់ញ៉ាំអីផ្សេងជាច្រើនទៀតណាគឺច្រើនសម្បូរបែបមែនតែនហើយឥឡូវនេះហាង Bread and Butter គេកំពុងតែមានប្រូម៉ូសិនពិសេសណាគឺទិញ3ថែម1ទាំងនំប៉័ងទាំង yogurt ហើយកាន់តែចំណេញសម្រាប់អតិថិជនណាហាងគាត់ក៏មានជា membership card ដែលចំណាយត្រឹម$3បាន1ត្រា$6បាន2ត្រាសំបាន10ត្រាគឺស្មើនឹងទឹកប្រាក់$3អាចយកទៅដូរជានំប៉័ងឬក៏ yogurt ដោយសេរីហើយអីដែលកាន់តែពិសេសជាងនឹងទៅទៀតណាទិញអីក្នុងហាងក៏បានដែរពេលចេញវិក័យប័ត្រមកគេនឹងបោះត្រាតម្លៃ$2000នៅលើវិក័យប័ត្រសម្រាប់ឲ្យយើងក្លែមកាត់ថ្លៃនំនៅពេលដែលមកលើក្រោយណានៅពេលដែលបងប្អូនចំណាយចាប់ពី$4ឡើងទៅប្រូម៉ូសិននេះគេមានជារៀងរាល់ថ្ងៃចាប់ពីម៉ោង6ព្រឹកដល់ម៉ោង6ល្ងាចរហូតដល់ចុងខែសីហានេះហើយអត់ទាន់អស់ទេណាគេក៏មានបញ្ចុះតម្លៃរហូតដល់50%ចាប់ពីម៉ោង6ល្ងាចដល់ម៉ោង9យប់ដែរអញ្ចឹងរាន់ឡើងទាន់គេមានប្រូម៉ូសិនហើយបើនិយាយពីបរិយាកាសក្នុងហាងរបស់គាត់វិញនេះគឺធំទូលាយស្រស់ស្រាយខ្លាំងមែនតើហើយបើនិយាយពី vibe design ហាងវិញគឺចេញមកបែប premium ហើយស្តង់ដារហ្មងអ្នកដែលចូលចិត្ត chill ឬក៏អង្គុយធ្វើការធ្វើ assignment ស្វ័យសិក្សាឬក៏មកជុំគ្នាអង្គុយលេងអីហ្នឹងគឺមានផាសុខភាពហើយត្រជាក់ស្រួលមែនតើហើយបើសិនជាអ្នកដែលចូលចិត្តថតរូបវិញគឺនៅនឹងដឹងតែត្រូវចិត្តហ្មងព្រោះថាស្អាតសឹងតែគ្រប់ប្លង់ណាហើយបើសេវាកម្មបុគ្គលិកគេនេះគឺល្អរាក់ទាក់ហើយគឺគេយកចិត្តទុកដាក់ជាមួយនឹងភ្ញៀវណានិយាយទៅតសើម្ចាស់ brand ហ្មងព្រោះអាជីវកម្មរបស់គាត់នេះមិនត្រឹមតែនាំមកនៅនំឆ្ងាញ់ទេថែមទាំងជួយដល់សង្គមជាតិខ្មែរយើងបានច្រើនទៀតព្រោះថាបានផ្ដល់ការងារដល់ប្រជាជនខ្មែរហើយរួមចំណែកជួយដល់សេដ្ឋកិច្ចជាតិទៀតអញ្ចឹងបើចង់មកសាក់នំប៉័ងនិង yogurt ឆ្ងាញ់អីអាចមករកទិញបាននៅទាំងពីរសាខាណាសាខាទី1នៅបឹងកេងកងសាខាទី2នៅផ្លូវ2004អញ្ចឹងសម្រាប់ព័ត៌មានបន្ថែមទៀតអាចចូលមើល comment ក្នុងវីដេអូបានហើយវីដេអូនេះគឺមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយ